កូនស្រីបានរកឃើញក្នុងអំឡុងពេលរបស់នាងការពិនិត្យមុនពេលសម្រាលកូនដែលទារកអាចមានភាពខូចត្រង់ត្រីដើម្បីធ្វើអន្តរាគមន៍ទាន់ពេលវេលាវិជ្ជបណ្ឌិតបានចេញវិជ្ជបញ្ជាឲ្យប្រើវិធី Emphotherapy យ៉ាងណាក៏ដោយនៅពេលដែលនាងបានទៅដល់ផ្ទះវិញម្ដាយរបស់នាងបានជំនួសដោយសម្ងាត់ថ្នាំជាមួយវីតាមីនគាត់បានធ្វើនេះដើម្បីជួយសង្គ្រោះជីវិតកូនស្រីរបស់នាងជីវិតអតីតកាលរបស់នាងនៅពេលដែលនាងបានទៅជាមួយនាងកូនស្រីសម្រាប់ការពិនិត្យសុខភាពមុនពេលសម្រាលកូនសម្លេងទារកដោយមិននឹកស្មានដល់វាបាននិយាយថាក្រុមគ្រួសាររបស់ឪពុកលំអៀងទៅរកក្មេងស្រីប្រសិនបើពួកគេដឹងថាវាជាក្មេងស្រីពួកគេពិតជានឹងធ្វើបាបនាងមែនដូច្នេះស្ត្រីនោះបានស្ដាប់សម្លេងនោះហើយបានរារាំងការត្រួតពិនិត្យគ្រប់មធ្យោបាយពេលខែក្រោយមកទារកក្នុងផ្ទៃបានត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានពិការភាពស្ត្រីនោះថាការខូចទ្រង់ទ្រាយបណ្ដាលមកពីជឿលើសម្លេងប៉ុន្តែបន្ទាប់មកសម្លេងនោះបានប្រាប់នាងថាឪពុកបានលួចលាក់មានទំនាក់ទំនងស្នេហាជាមួយគិលានុបដ្ឋាយិកាម្នាក់នៅក្នុងមន្ទីរពេទ្យហើយថារាល់ថ្ងៃរបស់ម្ដាយការប៉ះពាល់នឹងទឹកអប់ថប់បណ្ដាលឲ្យខូចទ្រង់ទ្រាយម្ដាយខឹងយ៉ាងខ្លាំងបានទៅមន្ទីរពេទ្យដើម្បីប្រឈមមុខនឹងកូនប្រសាររបស់គាត់នាងដោយអចេតនាបានរំខានដល់ការវះកាត់បណ្ដាលឲ្យអ្នកជំងឺស្លាប់នៅលើទោះវះកាត់ក្រុមគ្រួសារស្ថិតក្នុងស្ថានភាពសំស្រកកំហឹងបានចាក់កូនប្រសារដូចជាកូនស្រីមានចិត្តខូចចិត្តយ៉ាងខ្លាំងទារកក្នុងផ្ទៃបានលួងលោមនាងដោយជំរុញនាងកុំឲ្យបារម្ភផ្ដល់ពេលវេលាឲ្យកូនស្រីបន្ថែមទៀតទោះជាយ៉ាងណាក៏ដោយរឿងនេះបាននាំឲ្យកូនស្រីលងទឹកស្លាប់ខ្លួននាងនៅក្នុងបឹងមួយម្ដាយពេញហើយនៃការសោកស្ដាយនិងការអាម៉ាស់នាងសម្រាប់ចិត្តបញ្ចប់ជីវិតដោយលោតចូលទឹកបឹងប៉ុន្តែនៅពេលនោះនាងបានឮសម្លេងទារកនិយាយទៅកាន់ជីដូនរបស់នាងសុំនឹងលោតចូលទៅក្នុងបឹងវាគ្រាន់តែបន្ទាប់មកនាងបានដឹងថាចៅស្រីរបស់នាងស្រឡាញ់ខ្លាំងណាស់តាមពិតទៅគឺជាអរិយប៉ុន្តែវាយឺតពេលហើយការភ្ញាក់ផ្អើលរបស់នាងភ្ញាក់ពីដំណេកម្ដងទៀតត្រឡប់ទៅថ្ងៃដែលនាងបានបញ្ឈប់ការត្រួតពិនិត្យសុខភាពកូនស្រីសម្លេងចៅស្រីបន្លឺឡើងភ្លាមត្រចៀករបស់នាងជំរុញឲ្យជីដូនឈប់ការត្រួតពិនិត្យការចងចាំអតីតកាលដ៏សោកសៅម្ដាយភ្លាមសម្រាប់ចិត្តទៅពិនិត្យសុខភាពពិតណាស់គ្រប់គ្រាន់ហើយគ្រូពេទ្យបានរកឃើញសញ្ញានៃភាពខូចទ្រង់ទ្រាយនៅក្នុងទារកប៉ុន្តែវិជ្ជបណ្ឌិតបាននិយាយដូច្នេះអន្តរាគមន៍ដំបូងអាចនៅតែជួយសង្គ្រោះកុមារគាត់បានចេញវិជ្ជបញ្ជាថ្នាំសម្រាប់កូនស្រីលេបជាប្រចាំម្ដាយគិតថារឿងនេះពេលវេលាដែលនាងអាចជួយសង្គ្រោះនាងបានចៅស្រីប៉ុន្តែបន្ទាប់មកសម្លេងបានត្រឡប់មកវិញដោយរីករាយវាបាននិយាយថានាងអាចអភិវឌ្ឍជាធម្មតានិងក្លាយជាមនុស្សដែលមានសុខភាពល្អក្មេងស្ត្រីនោះបានដឹងភ្លាមមានអ្វីមួយខុសប្រក្រតីវិជ្ជបណ្ឌិតបានសង្កត់ធ្ងន់សារៈសំខាន់នៃការលេបថ្នាំទាន់ពេលវេលាដែលពិតជាមានន័យថាមានបញ្ហាដូច្នេះភ្លាមនៅពេលដែលនាងទៅដល់ផ្ទះនាងបានជំនួសថ្នាំពេទ្យដូចខាងក្រោមរបាយការណ៍ពីជីវិតមុនរបស់នាងផ្ដោតលើការបំពេញបន្ថែមនាងកូនស្រីជាមួយសាច់ស៊ុតទឹកដោះគោនិងវីតាមីនបន្ទាប់ពីមួយរយៈកូនប្រសាបានត្រឡប់មកវិញជាមួយនឹងដំណឹងល្អគាត់មានសេចក្តីរីករាយបានរាយការណ៍ថាស្ថានភាពរបស់កុមារគឺប្រសើរឡើងក្នុងអត្រានេះកុមារនឹងពិតជាសះស្បើយមែនម្ដាយគឺទីបំផុតបានធូរស្រាលប៉ុន្តែមួយខែក្រោយមកការត្រួតពិនិត្យនៅមន្ទីរពេទ្យនៅតែបង្ហាញថាទារកមានភាពមិនប្រក្រតីនាងស្ដីបន្ទោសកូនប្រសាភ្លាមសួរថាហេតុអ្វីបានជាថ្នាំមិនត្រូវបានលេបទាន់ពេលកូនប្រសាប្រុសមានការងឿងឆ្ងល់បាននិយាយថាពួកគេបានលេបថ្នាំដូចបានចេញវិជ្ជបញ្ជាតើកុមារអាចនៅដោយរបៀបណាខូចទ្រង់ទ្រាយដោយមិនបង្អង់យូរនាងប្រគល់ដបថ្នាំទៅឲ្យគ្រូពេទ្យបានដឹងយ៉ាងឆាប់រហ័សថាវាគ្រាន់តែជាវីតាមីននៅពេលនោះកូនប្រសាបានរំលឹកថាថ្នាំនោះមានតែងតែត្រូវបានម្ដាយចិញ្ចឹមគាត់បានសួរនាងមានអ្វីកំពុងកើតឡើងមិនអាចបង្ហាញបានសម្លេងនៃអាត់កំបាំងស្ត្រីនោះអស់សង្ឃឹមបានសុំទោសកូនស្រីរបស់នាងប៉ុន្តែកូនស្រីមានអារម្មណ៍ខ្លាំងពេកមិនបានធ្វើចង់ស្ដាប់បញ្ចេញកំហឹងទាំងអស់របស់នាងលើម្ដាយបន្ទាប់មកសម្លេងរបស់ទារកបានមកម្ដងទៀតនៅតែចោទប្រកាន់កូនប្រសាថាភាពមិនស្មោះត្រង់ស្ត្រីនោះបានដឹងពីអរិយសម្លេងបានបង្កបញ្ហាម្ដងទៀតប្រសិនបើនាងស្ដាប់ហើយអ្វីនឹងចប់ដោយស្រួលដោយការពីអតីតកាលជាមួយគ្រួសាររបស់នាងត្រូវបានបំផ្លាញដូច្នេះនាងបានធ្វើការសម្រេចចិត្តនៅនឹងកន្លែងប្រហែលជាការចាក់ចេញគឺជាមធ្យោបាយតែមួយគត់ដើម្បីការពារកូនស្រីនិងកូនប្រសារបស់គាត់បន្ទាប់ពីនិយាយបែបនេះស្ត្រីនោះក៏អបនាងរបស់របរនាងបានជួលកន្លែងថ្មីសម្រាប់ខ្លួននាងផ្ទាល់ក្នុងអំឡុងពេលនេះកូនស្រីរបស់នាងហើយកូនប្រសានៅតែហៅនាងថាសុំទោសចំពោះសកម្មភាពរបស់ពួកគេប៉ុន្តែម្ដាយមិនបានឆ្លើយការហៅទូរស័ព្ទឬសារនឹងសម្លេងមិនដែលរំខានឡើយនាងម្ដងទៀតមិនយូរប៉ុន្មាននាងបានទទួលដំណឹងល្អពីម៉ាក់របស់កូនស្រីគាត់កូនប្រសាប្រុសបានទទួលការឡើងឋានៈនឹងចិញ្ចឹមខាងម្ដាយដោយដឹងថាមិនស្ដាប់សម្លេងដែលបានដឹកនាំអ្វីគ្រប់យ៉ាងដើម្បីកែលម្អប៉ុន្តែនៅពេលនោះភ្លាមនោះនាងបានកត់សម្គាល់ឃើញថាខ្សែកូនស្រីរបស់នាងបានផ្ដល់ឲ្យនាងថាបាទម្ដាយភ័យស្លន់ស្លោស្វែងរកគ្រប់ទីកន្លែងសំណាងល្អវាគ្រាន់តែនៅក្រោមតុប៉ុណ្ណោះប៉ុន្តែភ្លាមនៅពេលដែលនាងពាក់ខ្សែកនោះការហៅទូរស័ព្ទរបស់កូនស្រីគាត់បានមកដល់ក្នុងពេលតែមួយពេលវេលាបានកន្លងផុតទៅសម្លេងនោះបានបណ្ដាលឲ្យការងឿងឆ្ងល់ម្ដាយក៏ឆ្ងល់ថាតើនាងធ្វើដូចម្ដេចអាចជឿសម្លេងនៅពេលដែលនាងមិននៅជាមួយកូនស្រីរបស់គាត់ប៉ុន្តែដោយសារតែសម្លេងជំរុញនាងស្ទាក់ស្ទើរក្នុងការឆ្លើយការហៅទូរស័ព្ទនៅតែព្រួយបារម្ភថានាងកូនស្រីអាចនឹងរំខាននាងក៏ប្រញាប់ប្រញាល់បានចុចលេខរបស់នាងប៉ុន្តែគ្មានអ្នកណាលើកទេនាងបានដឹងភ្លាមអំពីរឿងមួយខុសហើយប្រញាប់ទៅផ្ទះកូនស្រីរបស់គាត់ដរាបណានាងចូលទៅនាងបានរកឃើញកូនប្រសាររបស់នាងអង្គុយលើឥដ្ឋប្រឡាក់ដោយឈាមគាត់មិនអាចគេចផុតពីវាសនានៃការត្រូវគេសម្លាប់បានទេដោយក្រុមគ្រួសារអ្នកជំងឺដូចនៅក្នុងជីវិតអតីតកាលរបស់នាងស្ត្រីនោះមិនអាចយល់ពីមូលហេតុទោះបីជាមិនបង្កឲ្យកើតឡើងបញ្ហាណាមួយនៅមន្ទីរពេទ្យនាងកូនប្រសារនៅតែត្រូវបានគេសម្លាប់នៅពេលដែលនាងកូនស្រីឃើញនាងមុខនាងប្រែជាស្លេកស្លាំងដោយមិនស្ទាក់ស្ទើរនាងក៏ទះកំភ្លៀងនាងម្ដាយបន្ទាប់មកសម្លេងនោះបានប្រាប់ម្ដាយថាវាជាកំហុសរបស់នាងទាំងអស់ដែលមិនឆ្លើយតបការហៅទូរស័ព្ទរបស់កូនស្រីនាងមានអាការៈមិនស្រួលខ្លួនពួកគេត្រូវតែរកកូនប្រសារនេះនាំឲ្យការវះកាត់បរាជ័យនិងការស្លាប់របស់គាត់នៅដៃរបស់ក្រុមគ្រួសារទន្ទឹមនឹងនេះដែរកូនស្រីបានប្រញាប់ចេញពីផ្ទះសម្លេងដូចនៅក្នុងជីវិតអតីតកាលបានជំរុញឲ្យម្ដាយកុំឲ្យដើរតាមនាងចូលកូនស្រីមានពេលច្រើនដើម្បីស្ងប់ចិត្តប៉ុន្តែរំលឹកពីការធ្វើអត្តឃាតរបស់កូនស្រីគាត់អតីតកាលម្ដាយមិនអាចស្ទាក់ស្ទើរបានទេនាងបានដើរតាមនាងភ្លាមជំហានរបស់កូនស្រីនៅពេលដែលនាងចាប់បានឡើងកូនស្រីរបស់គាត់កំពុងអង្គុយលើស្ពានសំពើពេលនាងឃើញម្ដាយនាងដោយអស់សង្ឃឹមលោតចូលទៅក្នុងបឹងនៅពេលនោះឪពុកក្មេកក៏មកដល់ដែរពួកគេបានចាប់ម្ដាយដោយកំហឹងហើយទាមទារឲ្យយុត្តិធម៌សម្រាប់កូនប្រុសរបស់ពួកគេស្ត្រីនោះបានបំពេញដោយបន្ទោសខ្លួនឯងមិនអាចយល់បានហេតុអ្វីទោះបីជាធ្វើការសម្រេចចិត្តផ្ទុយពីនេះក៏ដោយលើកនេះសោកនាដកម្មនៅតែដដែលបានកើតឡើងនៅពេលនោះនាងបានធ្លាក់ចូលទៅក្នុងអស់សង្ឃឹមទាំងស្រុងដោយការពីអតីតកាលរបស់នាងដែរជីវិតនាងបានឡើងលើស្ពានរបស់នាងចិត្តបានគិតឡើងវិញអំពីការពិនិត្យសុខភាពរបស់គូពេទ្យនិងពេលវេលាដែលនាងបានស្វែងរកខ្សែបន្ទាប់មកនាងស្រាប់តែដឹងថានាងតែងតែត្រូវបានគេចាត់ទុកដូចជាល្ងងហើយត្រូវបានគេបោកបញ្ឆោត